ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់សប្តាហ៍ថ្មីនៃកម្មវិធីទេសចរផ្សារភ្ជាប់ទឹកដីថ្ងៃនេះគឺជាថ្ងៃទី3ដែលយើងបានធ្វើដំណើរបេសកកម្មជុំវិញបឹងទន្លេសាបដោយយប់មិញពួកយើងបានសម្រាកនៅផ្ទះប្រជាជននៅភូមិក្បាលតោលនេះនិងទស្សនាពីសកម្មភាពរស់នៅរបស់បងប្អូនដែលគាត់រស់នៅលើផ្ទៃទឹកហើយខ្ញុំជឿថាសកម្មភាពដ៏ល្អមួយនេះគឺមិនងាយនឹងបានឃើញទេដោយសារតែពួកយើងជាអ្នករស់នៅលើគោកសកម្មភាពព្រះសង្ឃនិមន្តបិណ្ឌបាតដោយជិះទូកក៏ដូចជាក្មេងៗក្រោកពីព្រលឹមនាំគ្នាអុំទូកទៅសាលារៀនគឺពិតជាស្អាតខ្លាំងមែនទែនហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឃើញសកម្មភាពដ៏ល្អបែបនេះគួរតែរកទីតាំងសម្រាកនៅទីនេះមួយយប់តែម្ដងដើម្បីយើងក្រោកពីព្រលឹមបានអាចមើលឃើញទស្សនវិជ្ជាទាំងអស់នេះថ្ងៃនេះក៏មិនខុសពីថ្ងៃមុនពួកយើងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាអំពីសក្តានុពលទេសចរដ៏សម្បូរបែបនិងទស្សនាការរស់នៅរបស់ប្រជាជននៅលើបឹងទន្លេសាបផងដែរតោះសូមអញ្ជើញបងប្អូនទៅទស្សនាសកម្មភាពបន្តឃើញថាមានតែយប់ទី3នេះទេដែលដេកក្រំបាយយប់ទី1ដេកអត់លក់សោះនិយាយន័យថាប្រឈរផ្នែក24ម៉ោងយប់ទី2បាន2ម៉ោងយប់ទី3នេះគ្រាន់បាយទេបាន3ម៉ោងទៅ4ម៉ោងទៅថា4ម៉ោងទៅថ្លៃកន្លែងវាថ្លៃកន្លែងទៅហើយណាមួយយើងអាយុច្រើនផងអាដេកថ្លៃកន្លែងនេះបាទយុច្រើនដេកថ្លៃកន្លែងយ៉ាប់មកងាមុនអូដាក់កណាក៏ស្បានណាបាទតោនេះមានសក្តានុពលល្អហើយនឹងប្រជាជននៅក្នុងនេះអាចអាស្រ័យរកផលបានច្រើនហើយនឹងការរស់នៅដោយវាមាន flow វាត្រឹមត្រូវហើយភូមិគាត់ជាភូមិធំដោយមានអ៊ីស្លាមហើយនឹងខ្មែររស់នៅជុំគ្នាហើយនៅក្នុងនេះការអប់រំក៏ល្អហើយប្រជាជននៅនេះតំណែងក៏ល្អដែរភូមិក្បាលតោលគឺជាភូមិដែលមានព្រំប្រទល់ខណ្ឌចែករវាងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងមិនតែប៉ុណ្ណោះទីនេះក៏ជាកន្លែងប្រមូលផ្ដុំក៏ដូចជាផ្គត់ផ្គង់ទិន្នផលនេសាទជាពិសេសត្រីទឹកសាបដ៏សំខាន់បំផុតទៅកាន់ទីផ្សារខេត្តសៀមរាបដោយដឹកជញ្ជូនតាមរយៈទូកដរដែលមានជើងធ្វើដំណើរទៅវិញទៅមកជារៀងរាល់ថ្ងៃយប់មិញដោយសារតែយើងធ្វើដំណើរមកដល់ក្បាលតោយប់ជ្រៅខ្លាំងពេកយើងមិនទាន់បានណែនាំបងប្អូនទាំងអស់គ្នាឲ្យមកស្គាល់បងប្រុសដែលគាត់ជាម្ចាស់ផ្ទះដែលយើងស្នាក់នៅយប់មិញនៅឡើយទេបងកុសលជាប្រជាជនដែលរស់នៅភូមិក្បាលតោហើយនៅផ្ទះរបស់គាត់គឺគាត់ប្រកបរបរលក់ដូរម្ហូបអាហារផ្សេងបើយើងគិតទៅហាក់បីដូចជា restaurant មួយដែលកំពុងតែបណ្ដែតខ្លួននៅលើផ្ទៃបឹងទន្លេសាបហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្វែងយល់អំពីមុខរបររបស់បងកុសលទាំងអស់គ្នាគឺគេថារបរដែលគេមិនសូវរស់បាទនឹងហើយខ្ញុំឃើញអ្នកភូមិគាត់ភាគច្រើនគាត់អ្នករវល់ពេលដែលគាត់រស់បានគាត់រវល់រស់ក្នុងគាត់ចឹងគាត់ទាំងស្រីទាំងប្រុសចឹងទៅទាំងប្តីប្រពន្ធគាត់សូមមានពេលនៅផ្ទះធ្វើម្ហូបធ្វើអីទេចឹងខ្ញុំនឹកឃើញតែបើសិនខ្ញុំបើកពេញនេឋានឬក៏អាអ្នកគ្រប់យើងកើតជាកន្លែងដែលគ្រប់គ្រងអាហារឲ្យគាត់ប្រហែលជាគាត់ធ្វើបានអញ្ចឹងខ្ញុំគិតណាបាទតែមែនតែពេលខ្ញុំគិតទៅគឺមែនតែយើងធ្វើទៅវាជោគជ័យយ៉ាងមែនបាទខ្ញុំដាក់ទៅវាដូចត្រូវរឿងដែរព្រោះគាត់ពេលគាត់រវល់សម្លខ្ញុំមួយឆ្នាំអីចឹងទៅគឺម្ហូបអីមួយគាត់ចំណាយក្នុងមួយថ្ងៃលើម្ហូបយើងអស់តែ 20000 គាត់គ្រប់មួយគ្រួសារ 20000 នេះមួយគ្រួសារអញ្ចឹងណាមួយពេលខ្ញុំការកលេម្ហូបអីដែលប្រជាពលរដ្ឋភូមិខ្ញុំដែលអាចទទួលបានត្រឹមចំណូលខ្ញុំដឹងការកលេចំណូលរបស់គាត់ថាគាត់អាចចំណាយលើយើងប្រហែលសូម្បីតែស៊ុបខ្ញុំធ្វើលក់គឺខ្ញុំធ្វើក្រោម 20000 ឲ្យហ៊ានលើស 20000 នេះដើម្បីនឹងគ្រប់គ្រងតែបើគាត់លើសពីហ្នឹងក៏គាត់ទទួលបានពីយើងដែរអញ្ចឹងទៅបានជាយើងនឹកខាងអាជីវកម្មនឹងមួយទៅណាខ្ញុំក៏ដូចជាក្រុមការងារពិតជាអរគុណបងកុសលខ្លាំងមែនទែនអ្វីត្បិតតែខ្ញុំជាមួយនឹងបងកុសលមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ពិតមែនប៉ុន្តែបងកុសលគាត់សុខចិត្តឲ្យពួកយើងស្នាក់នៅផ្ទះរបស់គាត់ហើយថែមទាំងទទួលពួកយើងដោយរុះរាយរាក់ទាក់ខ្លាំងមែនទែនភូមិក្បាលតោលជាភូមិមួយដែលស្ថិតនៅលើផ្ទៃបឹងទន្លេសាបដាច់ស្រយាលក៏ពិតមែនប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នៅទីនេះមានសាលារៀនដែលរៀបចំទៅតាមស្តង់ដារយ៉ាងល្អឥតខ្ចោះតាមរយៈប្រសាសន៍លោកគ្រូដែលគាត់មានតួនាទីគ្រប់គ្រងនៅសាលានេះបានឲ្យដឹងថា
សាលានៃក្តីសង្ឃឹមក្បាលតោលកសាងដោយជនជាតិអាមេរិកកាំងជំនួយពីមនុស្សធម៌ពីសហរដ្ឋអាមេរិកដោយសារតែគាត់ចង់ឃើញកូនក្មេងនៅភូមិក្បាលតោលនេះមានសាលារៀនដែលមានស្តង់ដារនិងផាសុកភាពដូចនៅលើគោកគាត់ក៏បានប្រឹងប្រែងរកនៅជំនួយមនុស្សធម៌ដើម្បីមកកសាងសាលានេះកសាងអស់ទឹកប្រាក់ប្រហែលជាង$30,000ហើយសាលានេះផងដែរគឺមាន4ថ្នាក់មានថ្នាក់មត្តេយ្យថ្នាក់ទី1ថ្នាក់ទី2និងថ្នាក់ទី3សម្រាប់លក្ខខណ្ឌក្នុងការសិក្សាវិញគឺកូនក្មេងមានអាយុចាប់ពី3ឆ្នាំឡើងលើហើយកូនក្មេងទាំងអស់នោះគឺសិតតែជាកូនក្មេងដែលមានអាស័យដ្ឋាននៅភូមិក្បាលតោផ្ទាល់តែម្ដងទើបអាចចូលរៀនបានមិនត្រឹមតែសាលារៀនមានស្តង់ដារប៉ុណ្ណោះទេប៉ុន្តែសូម្បីតែការបង្រៀនរបស់លោកគ្រូអ្នកគ្រូក៏មានស្តង់ដារដូចគ្នានិយាយទៅនៅភូមិក្បាលតោនេះគឺមានសាលាដល់ទៅ2សាលាទី1គឺសាលាបឋមសិក្សាក្បាលតោហើយមួយទៀតគឺសាលានៃក្តីសង្ឃឹមកុមារក្បាលតោនេះឯងបន្ទាប់ពីចេញពីភូមិក្បាលតោលពួកយើងក៏បានមកដល់ទីតាំងដែលអាចមើលឃើញនៅវិសាលភាពបឹងទន្លេសាបបានយ៉ាងច្បាស់បងប្អូននៅពេលដែលយើងបង្ហោះដ្រូនទៅខ្ពស់ហើយចាប់សកម្មភាពមកខាងក្រោមហ្នឹងគឺយើងឃើញទឹកទន្លេសាបហ្នឹងគឺហាក់បីដូចជាសមុទ្រចឹងស្អាតមែនទែនពណ៌ឡើងខៀវតែម្ដងហើយគោលដៅរបស់យើងបន្តគឺយើងទៅទស្សនាភូមិមួយទៀតគឺមានឈ្មោះថាភូមិពាក់កន្ទេលប៉ុន្តែភូមិពាក់កន្ទេលនេះគឺយើងមិនបានចូលសំណេះសំណាលជាមួយនឹងប្រជាជនទេដោយសារតែរសៀលដែរហើយពួកយើងអត់ទាន់បានទទួលទានអាហារថ្ងៃត្រង់ទៀតអញ្ចឹងពួកយើងគ្រាន់តែជិះមកទស្សនាភូមិបន្តិចហើយមើលទស្សនវិជ្ជាភូមិឋានបណ្ដែតទឹករបស់ប្រជាជននៅទីនេះហើយយើងនឹងចេញទៅខាងក្រៅវិញដើម្បីទទួលទានអាហារថ្ងៃត្រង់នៅលើទូកតែម្ដងធំធ្វើហូបឆ្ងាញ់មែនទេមានស្យងជៀនមានឆាស្វាយគួរcòn ស្វាយគួរដូរបានតែម្ដងហ៎ដូរលើកទី2សោះតែឆ្នាំងលើកទី2ទៀតបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចពួកយើងធ្វើដំណើរប្រមាណជាង30នាទីយើងនឹងបានទៅដល់តំបន់រ៉ាមសារមួយទៀតនៅក្នុងបឹងទន្លេសាបតំបន់នោះមានឈ្មោះថាតំបន់រ៉ាមសារព្រែកទាល់តំបន់រ៉ាមសារព្រែកទាល់ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងតំបន់នេះត្រូវបានចាត់ចូលជាតំបន់ដែលសម្បូរធនធានធម្មជាតិនិងជីវៈចម្រុះប្រភេទកម្រសម្រាប់ទាក់ទាញការអភិរក្សនិងភ្ញៀវទេសចរឲ្យមកទស្សនានៅតំបន់នេះតំបន់ស្នូលព្រែកទាល់គ្របដណ្ដប់លើផ្ទៃដីប្រមាណ 21,342 ហិកតា ចំណុចពិសេសនៅទីតាំងនេះជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បើគិតអំពីសត្វទទង់ប្រផេះនិងត្រដក់ធំគឺមានចំនួនជិតពាក់កណ្ដាលនៃចំនួនសត្វនៅលើពិភពលោកកាលពីរដូវកាលមុនកម្មវិធីទេសចរផ្សារភ្ជាប់ទឹកដីបាននាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅទស្សនាសត្វស្លាបដ៏សម្បូរបែបនោះរួចមកហើយអញ្ចឹងសត្វស្លាបមានច្រើន20ណាបាទនៅតំបន់នេះច្រើនណាស់ដែលយើងតបាក់រាប់តែដែលយើងកាត់សម្គាល់បានគឺ10ប្រភេទដែលយើងឧស្សាហ៍តាមដានបានន័យថាយើងតាមដានវាជាប់រហូតក្នុងចំណោម10ប្រភេទហ្នឹងបងអាចរៀបរាប់ឈ្មោះសត្វទាំងអស់ហ្នឹងបានបាទ10ប្រភេទហ្នឹងគឺមានប្រភេទស្មោញក្អែកទឹកបាទមានស្មោញមានក្អែកទឹកធំក្អែកទឹកមធ្យមហើយតុងតដកតូចតដកធំរនាលពោហើយសង្គ្រាខ្យងរនាលសហើយនឹងត្រយងខ្លួនលោកសខ្លួនរលោងវាមាន2ប្រភេទត្រយងហ្នឹងវាមានខ្លួនលោងហ្នឹងពណ៌ខ្មៅបាទត្រយងខ្លួនសហ្នឹងវាសបល់ពណ៌សតំបន់ព្រែកទាល់ជាជម្រកដ៏សម្បូរបែបនៃប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលដូចជាសត្វអណ្ដើកទន្លេក្រពើភ្នំត្រីគល់រាំងនិងត្រីរាជក្រៅពីសម្បូរធនធានធម្មជាតិដ៏កម្រនិងជិតផុតពូជតំបន់នេះមានព្រៃលិចទឹកសត្វស្លាបទឹកនិងមានភូមិបណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិបច្ចុប្បន្នសហគមន៍និងប្រជាពលរដ្ឋកំពុងតែទទួលបានផលប្រយោជន៍ដោយផ្ទាល់អំពីធនធានធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់នេះដោយការផ្តល់សេវាកម្មទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនៅពេលដែលបានចូលមកដល់ក្នុងភូមិភ្លាមទីតាំងដែលយើងចង់នាំប្រិយមិត្តទាំងអស់គ្នាទៅទស្សនានោះគឺអង្គការអូស្មុសអង្គការអូស្មុសមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កម្រៃដល់ប្រជាជនរស់នៅក្នុងតំបន់នេះតាមរយៈភ្ញៀវទេសចរអង្គការអូស្មុសមានតួនាទីជាភោជនីយដ្ឋានផងជាសិប្បកម្មកែច្នៃកំប្លោកផងហើយក៏ជាទីតាំងសម្រាប់ទទួលភ្ញៀវទេសចរដែលគាត់អញ្ជើញមកទស្សនកិច្ចនៅសហគមន៍ព្រែកទាល់ផងដែរចង់ដឹងទេថាតើអង្គការអូស្មុសបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅកាន់ប្រជាសហគមន៍កុំឲ្យខាត់ពេលយូរ
តោះទៅតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាតោះគល់សែននឹងក្លូទៅណាអត់ហើយទេបើគាត់ចូលទឹកហ្នឹងអំពៅនៅខាងនោះហ៎អំពៅអើយខ្ញុំចូលក្នុងនេះមុនហើយណាអត់ឃើញមនុស្សអូបងនៅខាងនេះបងជៀបសួរបងជៀបសួរចាបងជើញមកពីខាងណាបងខ្ញុំមកពីកំពង់ឃ្លាំងបងបាទជិះជុំវិញបឹងទន្លេសាបបាទអានគឺបងមួយរយៈធំហើយយើងមួយឆ្នាំគល់នេះណាបាទហើយបាយសុខសប្បាយអត់សុខសប្បាយបងសុខសប្បាយអត់ចាសុខសប្បាយធម្មតាខានមកមួយឆ្នាំហើយរំលងមួយឆ្នាំហើយដែលខានមកកន្លែងនេះណាប៉ុន្តែនៅពេលដែលមកម្ដងទៀតនៅតែមានអ្វីថ្មីឲ្យយើងមើលគល់ឃើញផលិតផលថ្មីច្រើនមែនទេចានេះក៏ត្រាពីហ្នឹងមកហ្នឹងថ្មីរបស់សហគមន៍នេះបងចានេះជាប្រភេទអីគេបងប្រភេទកប៉ោកយើងកផ្លោកយើងណាធ្វើជាតែសម្រាប់ជុតជើងនៅក្នុងផ្លូវចេញចូលរៀងជុតជើងស្អាតមែនទេនេះចាឆ្នាំមុនមានការច្នៃប្រឌិតបែបនេះហើយនៅបងមានតែយកបានធ្វើឲ្យយើងវក់តែកំងខ្លាំងពេកតែឆ្នាំនេះយកសូវសបោកំងយើងក៏ចាប់ដើមថាឲ្យពួកគាត់ហ្នឹងធ្វើដាក់លក់លើផែហ្មងតែពេលភ្ញៀវមកមិនបាច់កំងបដ ாய் យើងមានស្រាប់បញ្ចេញឲ្យបាទចឹងនិយាយថាថ្លៃត្រូវឲ្យយើងគិតតាមហ្នឹងទៀតតែបាទចារបស់ប្រើប្រាស់ក៏ដូចជាវត្ថុអនុស្សាវរីយ៍ទាំងនេះគឺសុទ្ធសឹងតែចេញអំពីស្នាដៃរបស់ប្រជាជនដែលគាត់រស់នៅជុំវិញតំបន់នេះអង្គការអូស្មូសបានផ្ដល់ជាបច្ចេកទេសក្នុងការផលិតក៏ដូចជាផ្ដល់ជាទីតាំងសម្រាប់ដាក់លក់វត្ថុអនុស្សាវរីយ៍ទាំងនេះបើសិនជាលក់កាន់តែដាច់ពួកគាត់កាន់តែបានភាគរយច្រើនដូចគ្នានៅពេលដែលមានភ្ញៀវទេសចរមកពួកគាត់ចាប់អារម្មណ៍ក៏ដូចជាជួយទិញវត្ថុអនុស្សាវរីយ៍ទាំងនេះពួកគាត់ក៏បានជួយទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មួយផ្នែកធំតែមួយបេរីតែលោកបានច្រើនហើយវាច្រើនក៏ភ្ញៀវចិត្តប៉ុនអាយឡើយក៏ទិញអាកតោទូពីមកអីទៅបតោងសាវដូចកងដៃដូចទៅអនុស្សាវរីយ៍បងចាទៅក៏ថាចែកកូនសិស្សក៏ថាចែកបងប្អូនមិត្តភ័ក្តិអីចឹងទៅជាកាដូសម្រាប់ចិត្តមុននៅអាយឡើយតែពួកខ្ញុំលក់ពួកអានេះវាដាច់ចាពួកទូចនឹងវាដាច់ច្រើនបាទបងពេលអាធំនេះសម្រាប់គេប្រើប្រាស់គេនឹកឃើញដូចជាប្រអប់ជូតងាត់ប្រអប់ជូតវែងឬស្មុកដែលគេថាចង់surprise សង្សារអីចឹងទៅមកម្ដងផ្លែកម្ដងមែនតើខ្ញុំមកឆ្នាំមុនដែរដល់ពេលទៅមកឥឡូវទៀតនៅផ្លែទៀតជាពិសេសបន្លែកន្លែងរោងបន្លែបាទអញ្ចឹងខ្ញុំសុំទៅរោងបន្លែបន្តទៅសិនបងចឹងអរគុណបងអរគុណច្រើនចានៅលើបែបបណ្ដែតទឹកមិនមែននៅផ្ទាល់ដីនោះទេប៉ុន្តែបើនិយាយពីបន្លែបង្ការវិញសម្បូរដូចនៅលើគោកអញ្ចឹងតោះទៅស្ដាប់អំពីបច្ចេកទេសនៃការដាំបន្លែលើបែបបណ្ដែតទឹករបស់សហគមន៍ទាំងអស់គ្នាជម្រាបសួរណាមីបាទមកដល់ផែបន្លែរបស់សហគមន៍យើងគឺឃើញបន្លែច្រើនមែនទែនអញ្ចឹងចង់ឲ្យអ្នកមីងនាំក្មួយទៅមើលថាតើនៅក្នុងសួនបន្លែនេះតើអ្នកមីងមានដាំបន្លែអីខ្លះបានទេមីងចាអត់អីទេពូបាទអានេះដូចជាអានេះស្ពៃក្តោបស្ពៃក្តោបចាខ្ញុំស្មានដាំខាងណាមិញអត់ទេនេះស្ពៃក្តោបអញ្ចឹងនេះត្រប់នេះត្រប់ប្រភេទត្រប់វែងគឺត្រប់ស្រួយចាបាទមកជួអញ្ចឹងទៅបាទនេះក៏ស្ពៃក្តោបដែរក្រោមហ្នឹងក៏ស្ពៃក្តោបដែរក្រោមស្ពៃក្តោបដែរចំមិនមានខ្លះនៅលើហើយមានខ្លះទៀតនៅក្រោមនេះដាំអត់អស់ដល់ពេលនេះទៅនៅសល់ទីថាគេមិនដំបងគេដាក់ផើងពេលដាក់ផើងទៅស្វាល់ទៅគ្រូក៏ឲ្យយកដាក់ក្រោមបាទនេះស្ពៃចកាបាទស្ពៃចកាគាត់ឲ្យយកស្ទូងទៅពេលកូនខ្ញុំគាត់ដាំទៅដាំក្រោមទៅពេញទៅអានេះវានៅសល់អត់បានស្ទូងទៀតទេបាទអានេះលពៅអញ្ចឹងទៅលពៅដាក់ឲ្យវាអស់អង្គគេដាំឲ្យវាតាមនឹងតែនេះក៏ឲ្យឡើងត្រូវមានតែប្រមាណមុខប៉ុណ្ណេះឯងបាទខ្ញុំឃើញសហគមន៍យើងដាំបន្លែបានមើលទៅគឺល្អមែនទែនហើយឃើញពូខិតខំប្រឹងប្រែងស្រោចទឹកតើបន្លែទាំងអស់នេះដាំដើម្បីផ្គត់ផ្គង់ហូបនៅក្នុងសហគមន៍ឬក៏ដាំសម្រាប់ភ្ញៀវទស្សនាឬក៏មិនដែរដាំទៅបើសិនជាថាបានល្អទុកឲ្យពេលភ្ញៀវមកទៅទស្សនាទៅបើថាយើងបានផលយើងចែកគ្នានៅក្នុងខាងសិប្បកម្មខាងកប៉ោកដូចជា
អ្នកធ្វើម្ហូបអញ្ចឹងចែកម្ហូបទៅឬមួយតែអាចយកទៅហូបឲ្យផ្ទះក៏បានដែរបាទសូមកោតសរសើរអ្នកមីងក៏ដូចជាលោកពូហើយក្នុងសហគមន៍យើងមិនមែននៅលើគោទេណានៅក្នុងទឹកហើយដាក់ដាំបន្លែបានមានដីដាំបន្លែមិនធម្មតាខ្ញុំធ្លាប់ខាងឧស្មោះនេះគេចែកក្បូនខ្ញុំដាក់ដាំដែរខ្ញុំដាំបានខ្ញុំអាចលក់បានផលទៀតថ្ងៃនេះគឺយើងបានធ្វើដំណើរមួយថ្ងៃពេញតែម្ដងដោយចេញពីក្បាលតោលមកកាន់ទីតាំងព្រែកទាល់ហើយបើត្រឡប់មកនិយាយអំពីការធ្វើដំណើរជុំវិញបឹងទន្លេសាបរបស់យើងវិញមកដល់ចំណុចនេះគឺយើងបានសឹងតែ 90% ទៅហើយនៅសល់តែប្រមាណចំណុចទៀតប៉ុណ្ណោះពេលនេះព្រះអាទិត្យក៏ចាប់ផ្ដើមរៀបលិចគោលដៅរបស់ពួកយើងនឹងធ្វើដំណើរទៅកាន់កំពង់ទូកមីជ្រៃដើម្បីស្នាក់នៅទីនោះមួយយប់ដំណើរផ្សងព្រេងកំសាន្តជុំវិញបឹងទន្លេសាបរបស់យើងក៏បានបញ្ចប់តែត្រឹមនេះសិនពួកយើងនឹងជួបគ្នាទៀតនៅសប្តាហ៍ក្រោយនេះគឺជាសកម្មភាពខ្លះៗនៅក្នុងសប្តាហ៍បន្ទាប់នេះឥឡូវនេះកំពុងតែនៅមីជ្រៃហើយមើលយីបាត់ឈ្មោះញ៉ាក់គេបាត់កំពុងតែប្រមូលផលប្រមូលតនផលត្រីបើវាកើតល្អមកដើម1គីឡូ2គីឡូណាអូ2គីឡូបាទប្រជាជនជាង1000គ្រួសារគឺចែកបានរាល់ថ្ងៃចែកវេនគ្នារាល់ថ្ងៃចាប់ពីលេខ1ដល់100លេខអញ្ចឹងពេលមកជុំដាច់មកជុំ100នេះទៅគេហៅពីលេខ1ឡើងវិញទៀត